សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពី reading នៅក្នុងមេរៀនទី12ដូច្នេះមុននឹងយើងចូលទៅដល់ reading ខ្ញុំមានមួយសំណួរសួរដល់អ្នកទាំងអស់គ្នាសំណួរគឺ What are the characteristics of good neighbor អញ្ចឹងតើអត្តចរិតយ៉ាងដូចម្តេចដែលចាត់ទុកថាជាអ្នកជិតខាងល្អសម្រាប់សំណួរមួយនេះអ្នកទាំងអស់គ្នាមានរយៈពេល2នាទីដើម្បីឆ្លើយដូច្នេះសូមស្គប់វីដេអូហើយឆ្លើយសំណួរទាំងអស់គ្នាចា2នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើល reading របស់យើងតែម្ដងនេះគឺជាអត្ថបទ reading របស់យើងអត្ថបទ reading របស់យើងគឺនិយាយតាក់ទងទៅនឹងអ្នកជិតខាងល្អអញ្ចឹងស៊ីនីគាត់បានអាន blog មួយនៅលើគេហទំព័រ website ហ្នឹងនិយាយតាក់ទងទៅនឹងអ្នកជិតខាងល្អអញ្ចឹងនេះគឺជាអត្ថបទរបស់យើងហើយសូមឲ្យអ្នកទាំងអស់គ្នាធ្វើលំហាត់ដែលមានតាក់ទងទៅនឹង reading ប៉ុន្តែមុននឹងចូលទៅដល់លំហាត់ខ្ញុំសូមផ្ដល់ជាកន្លឹះនៃការអានសិនថានៅក្នុងមេរៀនទី12របស់យើងគោលបំណងរបស់យើងគឺដើម្បីអ្នកទាំងអស់គ្នាចេះកំណត់សម្គាល់អំពីគោលបំណងនៃអ្នកសរសេរមានន័យថាតើអ្នកសរសេរគាត់ចង់សរសេរអំពីអីគោលបំណងរបស់គាត់ដែលសរសេរហ្នឹងគឺដើម្បីគោលបំណងអ្វីចឹង identifying the author purpose គឺកំណត់សម្គាល់ទៅគោលបំណងរបស់អ្នកសរសេរគឺមានន័យថាដើម្បីឲ្យយើងដឹងអំពីគោលបំណងនៃអ្នកសរសេរមានន័យថាតើគាត់សរសេរអត្ថបទហ្នឹងដើម្បីអីចឹងជាធម្មតានៅពេលដែលយើងដឹងនៃគោលបំណងដែលអ្នកសរសេរគាត់សរសេរគឺយើងអាចងាយស្រួលក្នុងការយល់ពីខ្លឹមសារនៅក្នុងអត្ថបទហ្នឹងបានកាន់តែយល់ជាងមុនហើយគោលបំណងរបស់អ្នកសរសេរហ្នឹងជាទូទៅអាចជាការpersuade បញ្ចុះបញ្ចូល criticize មានន័យថាការរិះគន់ទៅលើអ្វីមួយ to entertain គ្រាន់តែផ្ដល់ជាការសប្បាយដល់អ្នកអានហើយមួយទៀតគឺ to inform មានន័យថាផ្ដល់ជាព័ត៌មានទៅដល់អ្នកអានហើយដើម្បីឲ្យដឹងអំពីគោលបំណងនៃអ្នកដែលសរសេរអត្ថបទហ្នឹងគឺយើងត្រូវតែអានអត្ថបទហ្នឹងឲ្យបានលឿនជាធម្មតាគឺយើងត្រូវអានឲ្យលឿនដើម្បីស្រង់អំពីអត្ថន័យសំខាន់នៅក្នុងអត្ថបទហើយអ្វីដែលត្រូវចងចាំមួយទៀតនោះគឺសូមកុំឲ្យអ្នកទាំងអស់គ្នាឆាយនៅពាក្យពិបាកដែលអ្នកទាំងអស់គ្នាអត់យល់ព្យាយាមទូទាយន័យនៃពាក្យដោយដកស្រង់អ្វីដែលមាននៅក្នុងខ្លឹមសារនៅក្នុងអត្ថបទហើយអានឲ្យកាន់តែលឿនដើម្បីឲ្យដឹងអ្វីដែលជាគំនិតសំខាន់នៅក្នុងអត្ថបទនោះអ្នកទាំងអស់គ្នានឹងដឹងអំពីគោលបំណងដែលអ្នកសរសេរគាត់ចង់សរសេរហើយចាអញ្ចឹងនេះគឺជា reading strategy នៅក្នុងមេរៀនទី12ឥឡូវយើងមកធ្វើលំហាត់ទាំងអស់គ្នាលំហាត់ C1 គឺWhat is the purpose of the author in writing the text? How do you know? អញ្ចឹងនៅក្នុង C1 នេះគឺមានសំណួរមួយសួរថាតើគោលបំណងនៃអ្នកសរសេរហ្នឹងគឺគាត់ចង់សរសេរអំពីអ្វីហើយអ្នកទាំងអស់គ្នាដឹងដោយរបៀបណាអញ្ចឹងគឺមាន3ជម្រើសដើម្បីឲ្យអ្នកទាំងអស់គ្នាជ្រើសរើសទី1 criticize មានន័យថារិះគន់ទី2 persuade បញ្ចុះបញ្ចូល B ហើយ C គឺ inform ការផ្ដល់ជាព័ត៌មានចឹងសូមឲ្យអ្នកទាំងអស់គ្នាទៅអានអត្ថបទដោយចំណាយរយៈពេល3នាទីហើយធ្វើការហើយនឹងជ្រើសរើសយកចម្លើយមួយដែលត្រឹមត្រូវនៅក្នុងជម្រើសដែលមានខាង3មួយវិញទៀតផ្ដល់ថាហេតុអីបានដឹងថានេះគឺជាចម្លើយចាដូច្នេះសូមស្គាល់វីដេអូហើយធ្វើលំហាត់ទាំងអស់គ្នា3នាទីចា3នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាចម្លើយដែលត្រឹមត្រូវគឺ C to inform មានន័យថាការគោលបំណងនៃអ្នកសរសេរគឺដើម្បីផ្ដល់ជាព័ត៌មានទៅដល់ផ្ដល់ព័ត៌មានជូនទៅដល់អ្នកអានហើយឯងបានយើងដឹងឥឡូវយើងមកមើលទៅលើអត្ថបទនេះគឺជាអត្ថបទរបស់យើងខ្ញុំដកស្រង់អត្ថបទដែលមាននៅក្នុងមេរៀនរបស់អ្នកទាំងអស់គ្នាអ្វីដែលខុសគ្នាគឺអត់មានរូបភាពអញ្ចឹង Do you have good neighbor មានន័យថាអ្នកទាំងអស់គ្នាមានអ្នកជិតខាងល្អដែរឬទេអញ្ចឹងគេផ្ដល់ជាព័ត៌មានថាអ្នកសរសេរថាប្រសិនចម្លើយគឺមានប្រសិនបើអ្នកទាំងអស់គ្នាគឺគេងស្រួលនៅពេលយប់ឡើងហើយអ្នកទាំងអស់គ្នាអាចពឹងពាក់ទៅលើជិតខាងរបស់អ្នកនៅពេលដែលអ្នកត្រូវការឬក៏នៅពេលដែលអ្នកមានបញ្ហាអ្វីមួយហើយបន្ទាប់មកនៅក្នុង paragraph ទី2គេនិយាយថា So here are the characteristics of good neighbor ចឹងនេះគឺជាអត្តចរិតមួយចំនួនរបស់អ្នកជិតខាងល្អអញ្ចឹងនៅពេលដែលគាត់និយាយclear នេះមកមានន័យថាគាត់ចង់ផ្ដល់ព័ត៌មានដល់អ្នកអានថាអត្តចរិតបែបណាដែលគេចាត់ទុកថាជាអ្នកជិតខាងល្អហើយនៅខាងក្រោមផ្សេងទៀតគឺរៀបរាប់អំពីអត្តចរិតនីមួយដែលអ្នកជិតខាងល្អគួរតែមាន
ដូច្នេះគោលបំណងនៃអ្នកសរសេរគឺគាត់ចង់ inform ព័ត៌មានដល់យើងដែលជាអ្នកអានដើម្បីឲ្យដឹងថាអត្តចរិតរបស់អ្នកជិតខាងល្អគឺមានអ្វីខ្លះយើងចប់លំហាត់ C1 ឥឡូវយើងចូលមកដល់លំហាត់ C2 នៅក្នុង C2 នេះគឺ read the article and answer the following questions គឺឲ្យអ្នកទាំងអស់គ្នាអានអត្ថបទគឺអត្ថបទរបស់យើងម្ដងទៀតហើយឆ្លើយនៅសំណួរខាងក្រោមយើងមាន4សំណួរសំណួរទី1what do good neighbor do when you are in urgency មានន័យថាតើអ្នកជិតខាងល្អធ្វើអ្វីខ្លះនៅពេលដែលអ្នកមានបញ្ហាឬក៏ជួបប្រទះនៅបញ្ហាឬក៏រឿងបន្ទាន់អ្វីមួយទី2 what do good neighbors do when they are having arguments អញ្ចឹងតើអ្នកជិតខាងល្អនោះគាត់ធ្វើយ៉ាងដូចម្ដេចខ្លះនៅពេលដែលពួកគាត់នឹងមានការឆ្លោះគ្នាទី3 what is the worst characteristics of bad neighbors អញ្ចឹងអ្វីដែលជាអត្តចរិតអាក្រក់បំផុតនៃអ្នកជិតខាងអាក្រក់ទី4 what problem can smoke from fires cause អញ្ចឹងមានន័យតើមានបញ្ហាអ្វីខ្លះដែលផ្សែងមកពីការដុតអ្វីមួយហ្នឹងបង្កឡើងអញ្ចឹងមានន័យថាផ្សែងពីការដុតសម្រាប់ដុតអីហ្នឹងបង្កឲ្យមានបញ្ហាអ្វីខ្លះអូខេសម្រាប់4សំណួរនេះអ្នកទាំងអស់គ្នាមានរយៈពេល5នាទីដើម្បីឆ្លើយនៅសំណួរដូច្នេះសូមស្គប់វីដេអូហើយឆ្លើយសំណួរទាំងអស់គ្នាចា5នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើលចម្លើយរបស់យើងទី1 What do good neighbors do when you are in urgency ចម្លើយគឺ good neighbor help you when you are in urgency អញ្ចឹងអ្នកជិតខាងល្អគឺជួយអ្នកនៅពេលដែលអ្នកមានបញ្ហាឬក៏អ្នកត្រូវការជំនួយអ្នកទាំងអស់គ្នាអាចរកឃើញចម្លើយបាននៅក្នុងអត្ថបទរបស់យើងនៅក្នុងប្រយោគទី2នៅកថាខណ្ឌទី2ដែលខ្ញុំដកស្រង់មកgood neighbor help you when you are in need អញ្ចឹង when you are in need នេះមានន័យដូចនឹងពាក្យថា when you are in urgency អញ្ចឹងគឺ good neighbor help you សំណួរទី2 what do good neighbors do when they are having arguments អញ្ចឹងចម្លើយគឺ good neighbors try to keep their voice down when they are having arguments សំទោសដូច្នេះគឺអ្នកជិតខាងល្អគឺគាត់ព្យាយាមបន្ថយសំឡេងរបស់ពួកគាត់នៅពេលដែលពួកគាត់ឆ្លោះគ្នាអ្នកទាំងអស់គ្នាអាចរកឃើញចម្លើយបាននៅក្នុងប្រយោគរបស់យើងដូចគ្នា when they are having arguments they try to keep their voice down so that they won't disturb you and your family ចូលមកដល់សំណួរទី3 what is the worst characteristics of bad neighbors អញ្ចឹងតើអត្តចរិតអ្វីដែលអាក្រក់បំផុតរបស់អ្នកជិតខាងអាក្រក់ចម្លើយគឺ burning plastics is the worst characteristics of bad neighbors គឺដុតសំរាមគឺជាអត្តចរិតដ៏អាក្រក់មួយអ្នកទាំងអស់គ្នាអាចរកឃើញបាននៅប្រយោគដំបូងគេបង្អស់នៅក្នុងកថាខណ្ឌទី3 burning rubbish is one of the worst characteristics of bad neighbors យើងអាចដាក់ burning plastics ឬក៏ burning rubbish ដូចគ្នាប្រយោគសំទោសគឺសំណួរទី4 what problems can smoke from fire cause ចឹងអាផ្សែងដែលបានមកពីការដុតសម្រាមហ្នឹងអាចបង្កបានជាបញ្ហាអ្វីខ្លះចម្លើយគឺ smoke from fire can cause environmental pollution and breathing problems such as coughing ចឹងគឺបង្កឲ្យមានការប៉ះពាល់ទៅដល់បរិស្ថានហើយនឹងមួយទៀតគឺបញ្ហាផ្លូវដង្ហើមដូចជាការក្អកអញ្ចឹងអ្នកទាំងអស់គ្នាអាចរកឃើញចម្លើយបាននៅប្រយោគបន្ទាប់ពីប្រយោគទី1នៅក្នុងកថាខណ្ឌទី3 smoke from fire can cause environmental pollution and breathing problems such as coughing ចប់ 2 យើងចូលមកដល់ C3 នៅក្នុង C3 នេះគឺ read the article again are these sentences true or false អញ្ចឹងឲ្យអ្នកនរគ្នាអានអត្ថបទម្ដងទៀតហើយគេសួរថាតើប្រយោគខាងក្រោមហ្នឹងត្រូវឬក៏ខុសប្រសិនបើត្រូវយើងសរសេរអក្សរ T នៅខាងមុខប្រយោគហើយប្រសិនបើខុសគឺយើងសរសេរអក្សរ F
ប្រយោគទី1គេនិយាយថា good neighbors can play music after 10 p.m. អ្នកជិតខាងល្អគឺអាចលេងតន្ត្រីបាននៅបន្ទាប់ពីម៉ោង10 យប់ ទី2 the smoke from fire stops you from enjoying your fresh air, opening windows or enjoying your garden ចឹងផ្សែងដែលបានមកពីការដុតសម្រាមហ្នឹងគឺបញ្ឈប់ឲ្យអ្នកអាចរីករាយជាមួយនឹងខ្យល់បរិសុទ្ធឬក៏យើងមើលទៅតាមបង្អួចឬក៏យើងកំសាន្តជាមួយនឹងកំសាន្តនៅក្នុងសួនច្បាររបស់អ្នកបានចឹងមានន័យថាអាផ្សែងដែលបានមកពីការដុតសម្រាមហ្នឹងគឺធ្វើឲ្យយើងមិនអាចរីករាយឬក៏សប្បាយលេងជាមួយនឹងសួនច្បាររបស់យើងជាមួយនឹងភាពបរិសុទ្ធហើយនឹងក៏មិនអាចមើលទេសភាពនៅខាងក្រៅបង្អួចបានដែរទី3 the burnt plastic has bad smell អញ្ចឹងplastic ដែលគេដុតហ្នឹងគឺមានក្លិនអាក្រក់ទី4 bad neighbors burn rubbish in the open space អញ្ចឹងអ្នកជិតខាងអាក្រក់គឺតែងតែដុតសម្រាមនៅកន្លែងលំហដែលមានន័យថាដីវាលំហចាដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាចំណាយពេល5នាទីធ្វើលំហាត់នេះដោយខ្លួនឯងដោយអានអត្ថបទរបស់យើងដែលមានដូច្នេះសូមស្គប់វីដេអូហើយធ្វើលំហាត់ទាំងអស់គ្នាចា5នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាទី1 good neighbors can play music after 10 p.m. ចម្លើយគឺ 4 ខុសហេតុអីបានជាខុសយើងមកមើលយើងអាចរកឃើញចម្លើយនៅក្នុងអត្ថបទរបស់យើង when they are having parties they can it សំដៅគឺ they will not play loud music after 10 p.m. ចឹង they will not play មានន័យថាមិនអាចលេងបានទេទៅក្នុងប្រយោគរបស់យើងថា can play អាចលេងបានដូច្នេះគឺផ្ទុយគ្នាគឺខុស false ប្រយោគទី2 the smoke from fire stop you from enjoying your fresh air, opening windows or enjoying your garden ចម្លើយគឺ true true អ្នកទាំងអស់គ្នាអាចរកឃើញបាននៅក្នុងកថាខណ្ឌទី3នៅក្នុងអត្ថបទរបស់យើង The smoke also prevent you from enjoying your fresh air, opening windows or enjoying your garden អញ្ចឹងពាក្យថា stop ហើយនឹងពាក្យថា prevent មានន័យថាបញ្ឈប់ដូចគ្នាដូច្នេះពាក្យទាំងពីរនេះមានន័យដូចគ្នាដូច្នេះសន្តាននេះគឺត្រឹមត្រូវទី3 The burnt plastic has bad smell ចម្លើយគឺ true ត្រូវគេថាplastic ដែលដុតហ្នឹងគឺមានក្លិនអាក្រក់អញ្ចឹងអ្នកទាំងអស់គ្នាអាចរកឃើញចម្លើយបាននៅក្នុងសំទោសនៅក្នុងអត្ថបទរបស់យើង If plastics is burned it causes very bad smell អញ្ចឹងគេថាប្រសិនបើ plastic ហ្នឹងត្រូវបានដុតគឺវាបង្កឲ្យមានក្លិនមិនល្អហើយផ្សែងហ្នឹងក៏បង្កឲ្យមានគ្រោះថ្នាក់ដែរអញ្ចឹងគឺចម្លើយគឺ true ទី4 bad neighbors burn rubbish in the open space អញ្ចឹងមានន័យថាអ្នកជិតខាងអាក្រក់គឺគាត់តែងតែដុតសម្រាមហ្នឹងនៅកន្លែងលំហចម្លើយគឺត្រូវ truth អ្នកទាំងអស់គ្នាអាចរកឃើញបានគឺនៅប្រយោគចុងក្រោយគេបង្អស់នៅក្នុងកថាខណ្ឌទី3គេនិយាយថា good neighbor one burn rubbish in an open space អញ្ចឹងអ្នកជិតខាងល្អគេនិយាយកន្លែងនេះគឺ good អ្នកជិតខាងល្អហើយបន្តមក one គឺបដិសេធមិនដុតសម្រាមអញ្ចឹងអ្នកជិតខាងល្អគាត់អត់ដុតសម្រាមនៅកន្លែងលំហឯងអញ្ចឹងអ្នកជិតខាងអាក្រក់គឺគាត់ជាអ្នកដុតសម្រាមនៅកន្លែងលំហដូច្នេះចម្លើយគឺ true យើងមកមើលលំហាត់ចុងក្រោយគេបង្អស់នៅក្នុង reading របស់យើងគឺ C4 នៅក្នុង C4 នេះគឺដោយផ្អែកទៅតាមអត្ថបទគឺសូមឲ្យអ្នកទាំងអស់គ្នាផ្គូផ្គងពាក្យដែលមាននៅក្នុង column A ឲ្យត្រូវជាមួយនឹងនិយមន័យដែលមាននៅក្នុង column B ចឹងខ្ញុំសូមបកប្រែនិយមន័យនីមួយៗជូនទៅដល់អ្នកទាំងអស់គ្នា A to cause problems what people are doing something else មានន័យថាយើងបង្កបញ្ហានៅពេលដែលមនុស្សពេលដែលអ្នកផ្សេងទៀតកំពុងតែធ្វើអ្វីមួយ B very bad to health មានន័យថាមិនល្អសម្រាប់សុខភាព C គឺ to stop something from happening or to stop someone from doing something មានន័យថាបញ្ឈប់អ្វីមួយឲ្យកើតឡើងឬក៏បញ្ឈប់នរណាម្នាក់ដើម្បី
ឬក៏បញ្ឈប់នរណាម្នាក់កុំឲ្យធ្វើរឿងអ្វីមួយ D when someone enter someone's house and steal things មានន័យថានៅពេលដែលនរណាម្នាក់ចូលទៅផ្ទះនរណាម្នាក់ផ្សេងទៀតហើយលួចរបស់បុគ្គលម្នាក់នោះអ្នកទាំងអស់គ្នាមានរយៈពេល5នាទីដើម្បីធ្វើការគូបកងពាក្យឲ្យត្រូវជាមួយនឹងនិយមន័យដូច្នេះសូមស្គាល់វីដេអូហើយធ្វើលំហាត់ទាំងអស់គ្នាចា5នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាទី1 burglary ចម្លើយដែលត្រឹមត្រូវគឺ D គឺនៅពេលដែលនរណាម្នាក់ចូលទៅផ្ទះរបស់នរណាម្នាក់ផ្សេងទៀតហើយលួចរបស់ហេតុអីបាន B បើយើងមកមើលទៅលើពាក្យដែលមាននៅក្នុងអត្ថបទរបស់យើងឃើញពាក្យ burglary នៅក្នុងកថាខណ្ឌទី1អញ្ចឹង burglary នេះថ្នាក់ពាក្យជានាមហើយបើសិនបើអ្នកទាំងអស់គ្នាមើលពាក្យដែលនៅជុំវិញពាក្យថា burglary you can depend on your neighbors for help if there are some problems like burglary អញ្ចឹងគេថាអ្នកទាំងអស់គ្នាអាចពឹងពាក់អ្នកជិតខាងរបស់អ្នកនៅសម្រាប់ជំនួយនៅពេលដែលមានបញ្ហាធម្មតា problem គឺបញ្ហាហើយ like នេះបង្ហាញអំពីឧទាហរណ៍ថាបញ្ហានោះគឺជាបញ្ហាអីនៅពេលដែលពាក្យថាបញ្ហាមានន័យថារឿងដែលអត់ល្អឯនឹងកើតឡើងlike នេះគឺជាឧទាហរណ៍មួយនៃបញ្ហាគឺ burglary នៅក្នុងdefinition របស់យើងអ្វីដែលបង្ហាញជាបញ្ហាគឺមានតែ D ឯនៅពេលដែលនរណាម្នាក់ចូលទៅផ្ទះយើងហើយលួចរបស់យើងអញ្ចឹងគឺ burglary មានន័យថាការគាស់ផ្ទះយើងចូលមកមើលពាក្យទី2ដូច្នេះពាក្យទី1គឺ D ពាក្យទី2 disturb អញ្ចឹងយើងមកមើលពាក្យ disturb យើងឃើញនៅក្នុងកថាខណ្ឌទី2ប្រយោគដែលប្រើពាក្យថា disturb គឺ when they are having arguments they try to keep their voice down so that they won't disturb you and your family អញ្ចឹងគេនិយាយថានៅពេលដែលពួកគេមានបញ្ហាពួកគេព្យាយាមបន្ថយសំឡេងដើម្បីដូច្នេះពួកគេនឹងមិនone នេះគឺបដិសេធហើយគឺមិន disturb you and your family មិនអីគេចំពោះអ្នកហើយនឹងគ្រួសាររបស់អ្នកធម្មតានៅពេលដែលអ្នកទាំងអស់គ្នារស់នៅក្បែរអ្នកជិតខាងដែលឆ្លោះគ្នាសំឡេងដែលឆ្លោះគ្នានឹងគឺតែងតែរំខានដល់អ្នកទាំងអស់គ្នាហើយអញ្ចឹងនៅពេលដែលពួកគាត់បន្ថយសំឡេងចុះនៅពេលដែលពួកគាត់ឆ្លោះគ្នាដូច្នេះធ្វើឲ្យវាមិនមានការរំខានដល់អ្នកទាំងអស់គ្នាទេពាក្យថា one គឺមិនអញ្ចឹង disturb នេះមានន័យថារំខានអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ A ចូលមកដល់ទី3ពាក្យថា prevent យើងឃើញពាក្យ prevent នៅក្នុងកថាខណ្ឌទី3អញ្ចឹងគេថា the smoke also prevents you from enjoying your fresh air opening windows or enjoying your garden អញ្ចឹងផ្សែងហ្នឹងអីគេគឺផ្សែងដែលបានមកពីការដុតសម្រាមហ្នឹងគឺ prevent អ្នកទាំងអស់គ្នាពីការស្រូបយកខ្យល់អាកាសដែលល្អមើលទេសភាពនៅខាងក្រៅបង្អួចហើយនឹងរីករាយជាមួយនឹងឧស្សាហរបស់អ្នកទាំងអស់គ្នាអញ្ចឹងធម្មតាពេលដែលមានផ្សែងអញ្ចឹងអ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងសកម្មភាពទាំងអស់ហ្នឹងបានដែរអត់អញ្ចឹងអត់បានទេដូច្នេះ prevent នេះគឺមានន័យថា to stop something from happening or to stop someone from doing something មានន័យថាបញ្ឈប់ចុងក្រោយគេបង្អត់ទី4 toxic គឺយើងនៅសារចម្លើយចុងក្រោយគេគឺ B very bad to health មានន័យថាដែលមិនល្អសម្រាប់សុខភាពបើសិនបើអ្នកទាំងអស់គ្នាមកមើលប្រយោគរបស់យើង if plastic is burned it causes very bad smell and the smoke is toxic អញ្ចឹងនៅពេលដែល plastic ដុតអញ្ចឹងវាបង្កឲ្យមានក្លិនអាក្រក់ហើយអាផ្សែងហ្នឹងគឺ toxic ធម្មតានៅពេលសំរាមដែលដុតបង្កើតឲ្យមានក្លិនអាក្រក់ហើយវាធ្វើឲ្យមិនទៀតគឺប៉ះពាល់ដល់សុខភាពយើងទៀតអញ្ចឹងផ្សែងហ្នឹងគឺគ្រោះថ្នាក់ដូច្នេះហើយ toxic នេះមានន័យថាដែលមិនល្អសម្រាប់សុខភាពឬក៏វាមានជាតិពុលឬក៏គ្រោះថ្នាក់ដល់សុខភាពអូខេដូច្នេះទាំងអស់នេះគឺជាចម្លើយរបស់លំហាត់ C4 នៅក្នុង reading ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះនិងអរគុណដល់អ្នកទាំងអស់គ្នា